បាទរួចមួយឈុតទៀតហើយស្រស់ស្អាតណាស់ពុកម៉ែបងប្អូនបាទនេះជាប្រភេទឈើខ្មៅបាទអ្នកខ្លះក៏ហៅថាអង្កត់ខ្មៅអ្នកខ្លះក៏ហៅថានាងខ្មៅបាទអ្នកខ្លះទៅក៏ហៅឈើខ្មៅទៅតាមការហៅរបស់គាត់ហើយមួយឈុតនេះគឺមានតួអង្គព្រះអង្គសមាធិ2អង្គនិងព្រះឈ្នះមារ3អង្គជាខ្នាតបតោក2អង្គសម្រាប់ខ្នាតអាសនៈហើយឈើនេះដែរជាឈើរបស់បងប្រុសនៅខាងភ្នំពេញគាត់បានយកមកកំងបាទអញ្ចឹងសម្រាប់ឈើខ្មៅយើងតែងតែមានជំនឿគោរពទៅលើបាទទី1យើងសម្គាល់ទៅលើសោភ័ណភាពនិងសម្រស់របស់ឈើខ្មៅគឺក្លឹបហាប់ណែនហើយនឹងសម្រស់ខ្មៅរលើបរលោងស្អាតបាទទី2ទៅលើជំនឿហ្នឹងគឺយើងជឿថាឈើខ្មៅដោយយើងយកមកកសាងជារូបតួអង្គព្រះហើយយើងសាងជាតួអង្គកាយវិការផ្សេងមានតួអង្គសមាធិតួអង្គឈ្នះមារប្រសាទនិងតួអង្គប្រណិទៅតាមការគោរពស្រឡាញ់ហើយឈើខ្មៅនេះច្រើនតែសំដៅទៅលើភាពបាទត្រជាក់ត្រជុំសុខសប្បាយបាទអញ្ចឹងជាទីបញ្ចប់នេះខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្រុសនិងសូមជូនពរដល់បងប្រុសសូមឲ្យជួបប្រទះតែក្តីសុខគ្រប់ពេលវេលានិងសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនាបាទសូមអរគុណសូមជម្រាបលា